ថៃបានប្រកាសផ្តល់ដីចម្ការចំនួន2នៅភូមិព្រៃច័ន្ទរបស់កម្ពុជាទៅឲ្យប្រជាជនរបស់ខ្លួនបន្ទាប់ពីទាហានថៃបានឈូសឆាយរាវមាននិងចាក់ដីរួចរាល់ហើយជាដីចម្ការរបស់ប្រជាពលរដ្ឋខ្មែរជាម្ចាស់កម្មសិទ្ធិក៏ប៉ុន្តែថៃបានពត់យកកាលពីខែសីហាឆ្នាំ2025យោងតាមកាសែតថៃ The Nation កងទ័ពភូមិភាគទី1របស់ប្រទេសថៃបានបញ្ចប់ការឈូសឆាយនិងរាវមាននៅលើដីចម្ការលេខ55និងលេខ56ដែលមានផ្ទៃដីជាង 28,000 ម៉ែត្រការ៉េក្រោយប្រតិបត្តិការរយៈពេល4ថ្ងៃជាប់គ្នាផងដែរកាសែតនេះបានលើកឡើងថាដីទាំងនេះនឹងត្រូវប្រគល់ឲ្យជនជាតិថៃចំនួន2នាក់នៅក្នុងពិធីមួយក្រោមអធិបតីភាពរបស់អភិបាលខេត្តស្រះកែវនិងមេបញ្ជាការភូមិភាគទី1យោងតាមអភិបាលខេត្តបន្ទាយមានជ័យលោកលីសវណ្ណរិទ្ធដីដែលថៃបានឈូសឆាយជាដីចម្ការដូងដែលមានទំហំ2ហិកតានិងដីចម្ការស្វាយទំហំ1ហិកតាដែលប្រជាពលរដ្ឋកម្ពុជាបានអាស្រ័យផលជាច្រើនឆ្នាំមកហើយលោកអភិបាលរងបានលើកបន្ថែមថារយៈពេល4ថ្ងៃកន្លងទៅនេះទាហានថៃបានចាក់ដីរាប់រយឡាននៅក្នុងដីចម្ការទាំងនេះក៏ប៉ុន្តែពួកគេមិនបានជម្រាបជូនដំណឹងមកកម្ពុជានោះទេថាបានយកដីទាំងនេះទៅចែកឲ្យប្រជាជនថៃរបស់ខ្លួនកម្ពុជាប្រឆាំងការទន្ទ្រាននិងបន្តទាមទារឲ្យថៃចូលមកដោះស្រាយបញ្ហាដីធ្លីនេះតាមរយៈគណៈកម្មាធិការចម្រុះព្រំដែនដីគោកកម្ពុជាថៃឬ JBC ក៏ប៉ុន្តែកងទ័ពថៃនិយាយថាពួកគេមិនត្រូវការដោះស្រាយតាម JBC នោះទេព្រោះតំបន់នេះគឺជាដីរបស់ពួកគេហើយការប្រកាសផ្តល់ដីទៅឲ្យប្រជាជនថៃខ្លួនឯងនេះគឺកាលពីថ្ងៃទី19ខែតុលាឆ្នាំ2025